បាទសូមជម្រាបសួរអស់លោកបងប្អូនដែលជាគ្រីស្ទបរិស័ទនិងលោកគ្រូអ្នកគ្រូដែលជាថ្នាក់ដឹកនាំនៃគ្រីស្ទបរិស័ទទាំងអស់ក្នុងសេចក្តីស្រឡាញ់របស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលយល់ឃើញថាបច្ចុប្បន្នមានអស់លោកបងប្អូនដែលជាគ្រីស្ទបរិស័ទមួយចំនួនពិសេសលោកគ្រូអ្នកគ្រូគាត់នៅតែមានការជជែកវែកញែកតាក់ទងទៅនឹងការត្រាស់ហៅរបស់ព្រះក្នុងឱកាសនេះខ្ញុំចង់ចែករំលែកនៅបទពិសោធន៍ក៏ដូចជាមេរៀនខ្លីមួយហើយស្គមថាមានប្រយោជន៍អាចចូលរួមជួយជាកម្រិតមួយផ្នែកសម្រាប់លោកអ្នកបងប្អូននៅក្នុងការវិភាគកាន់តែស៊ីជម្រៅនិងច្បាស់លាស់ទៅនឹងការត្រាស់ហៅរបស់ព្រះសំណួរដែលលោកគ្រូអ្នកគ្រូតែងតែសួរគ្នាទៅវិញទៅមកធ្វើម៉េចឲ្យយើងដឹងថាព្រះទ្រង់ហៅយើងឲ្យបម្រើហើយសំណួរនេះគឺពិតជាមានសារៈសំខាន់មិនមែនគ្រាន់តែសម្រាប់ឲ្យលោកបងប្អូនដែលជាគ្រូកងវិលឬក៏ថ្នាក់ដឹកនាំនៃគ្រីស្ទបរិស័ទប៉ុណ្ណោះទេសូម្បីតែគ្រីស្ទបរិស័ទធម្មតាពួកគាត់ចាំបាច់ត្រូវយល់ឲ្យច្បាស់នៅអ្វីដែលជាការត្រាស់ហៅរបស់ព្រះដើម្បីយើងអាចស្វែងយល់ពីសំណួរនេះកាន់តែច្បាស់ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនពិចារណាលើពាក្យពីរដែលមានសារៈសំខាន់នៅក្នុងសំណួរនេះទី1គឺការត្រាស់ហៅទី2គឺការបម្រើទ្រង់ពាក្យត្រាស់ហៅគឺមានន័យថាការបង្គាប់បញ្ជាឲ្យចាក់ចេញពីកន្លែងមួយឆ្ពោះទៅកាន់កន្លែងមួយទៀតឬក៏ទៅកាន់ការងារមួយទៀតធ្វើការងារមួយទៀតឬក៏សកម្មភាពមួយទៀតនេះគឺជាការត្រាស់ហៅឯការបម្រើគឺមានន័យថាធ្វើអ្វីដែលបានប្រើហើយបើយើងថាបម្រើព្រះមានន័យថាធ្វើអ្វីដែលព្រះទ្រង់ប្រើយើងចាំបាច់ត្រូវយល់ឲ្យច្បាស់ហើយស្វែងរកឲ្យឃើញថាព្រះពិតជាបានប្រើយើងមែនឬក៏អត់ការត្រាស់ហៅគឺបែងចែកចេញជាពីរដំណាក់កាលដំណាក់កាលទី1គឺការត្រាស់ហៅឲ្យចាក់ចេញពីជីវិតចាស់មកកាន់ជីវិតថ្មីចាក់ចេញពីភាពជាទាសករមកធ្វើជាកូនរបស់ព្រះចាក់ចេញពីសេចក្តីងងឹតមកធ្វើជាពន្លឺហើយចាក់ចេញពីសេចក្តីស្លាប់មកកាន់ជីវិតអកាលជានិច្ចនៅក្នុងកាពីយ៉ូហានជំពូក1ខ12បានប្រាប់ថាអស់អ្នកណាដែលទទួលទ្រង់នោះទ្រង់បានរាប់អ្នកនោះធ្វើជាកូនរបស់ព្រះនៅចំណុចនេះលោកអ្នកបងប្អូនចាំបាច់ត្រូវរកខ្លួនឯងឲ្យឃើញថាតើយើងបានត្រឡប់ទៅជាកូនព្រះហើយឬនៅបានឆ្លើយតបទៅនឹងការត្រាស់ហៅឲ្យយើងចាក់ចេញពីជីវិតចាស់មកជីវិតថ្មីនឹងហើយឬនៅពីព្រោះជីវិតជាកូនរបស់ព្រះមិនមែនគ្រាន់តែកើតមកក្នុងតកូលគ្រីស្ទៀនយើងហៅថាយើងជាកូនព្រះឬក៏មិនមែនគ្រាន់តែយើងទៅព្រះវិហារយើងហៅថាយើងជាកូនព្រះនោះទេកូនរបស់ព្រះត្រូវតែជាបុគ្គលដែលបានកើតជាថ្មីខាងឯវិញ្ញាណមិនរស់តាមសន្តាននៃភាពថោកទាបក្នុងអំពើបាបនៃជីវិតចាស់ទៀតនោះទេដូច្នេះយើងចាំបាច់ត្រូវពិតប្រាកដច្បាស់លាស់រកឲ្យឃើញថាយើងបានកើតជាថ្មីហើយត្រឡប់ទៅជាកូនរបស់ព្រះពិតប្រាកដហើយបានឆ្លើយតបទៅនឹងការត្រាស់ហៅដែលទ្រង់ហៅយើងឲ្យចាក់ចេញពីជីវិតចាស់មកជីវិតថ្មីហើយយើងចាំបាច់ត្រូវច្បាស់លាស់កន្លែងនេះហើយរកឲ្យឃើញពីព្រោះវាជាចំណុចដ៏សំខាន់នៃការចាប់ផ្ដើមមុនពេលដែលយើងឆ្ពោះទៅរកចំណុចផ្សេងទៀតនៅក្នុងការប្រស័យតាក់ទងជាមួយនឹងព្រះអញ្ចឹងការត្រាស់ហៅដ៏សំខាន់ទី1គឺហៅយើងឲ្យចាក់ចេញពីជីវិតចាស់មកជីវិតថ្មីចាក់ចេញពីភាពជាទាសករមកជាកូនសួនភ្ងារបស់ព្រះអញ្ចឹងតើលោកអ្នកបងប្អូនបានរកឃើញចំណុចទី1នេះហើយឬនៅដំណាក់កាលទី2នៃការត្រាស់ហៅគឺព្រះហៅយើងម្នាក់ឲ្យធ្វើជាបាវបម្រើរបស់ទ្រង់មានន័យថាអស់អ្នកដែលបានឆ្លងកាត់ដំណាក់កាលទី1បានទទួលការឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះឲ្យធ្វើជាកូនស្ងួនភ្ងារបស់ព្រះហើយគឺអូតូម៉ាទិកគឺព្រះអង្គហៅឲ្យធ្វើជាបាវបម្រើរបស់ទ្រង់ពីព្រោះនៅក្នុងកាពីយ៉ូហានជំពូក12ខ26បានប្រាប់ថាអស់អ្នកណាដែលតាមព្រះអង្គគឺជាអ្នកដែលបម្រើព្រះអង្គអញ្ចឹងចំណុចទី1
គឺយើងឆ្លើយតបទៅនឹងការត្រាស់ហៅឲ្យធ្វើជាកូនស្ងួនគ្នាជាអ្នកដើរតាមព្រះគ្រីស្ទជាអ្នកដែលកើតជាថ្មីហើយអស់អ្នកណាដែលបានត្រឡប់ជាកូនស្ងួនគ្នាគឺត្រូវតែធ្វើជាអ្នកបម្រើព្រះអង្គចំណុចទី2នេះបងប្អូនចាំបាច់ត្រូវតែដឹងឲ្យច្បាស់ថាបងប្អូនគឺជាអ្នកបម្រើរបស់ព្រះមិនខ្វល់ថាបងប្អូនកំពុងស្ថិតក្នុងការងារណានោះទេទោះជាគ្រូកង្វាលទោះជាបម្រើការនៅក្នុងស្ថាប័នអង្គការជាបុគ្គលិកក្រុមហ៊ុនជាកម្មកររោងចក្រឬក៏ជាអាជីវករតូចធំណាក៏ដោយគឺសុទ្ធតែជាកិច្ចការងារដែលព្រះអង្គហៅលោកអ្នកបងប្អូនឲ្យមកបម្រើដូច្នេះការត្រាស់ហៅទី2នេះគឺអូតូម៉ាទិកនៅពេលដែលបងប្អូនឆ្លើយតបទៅនឹងការត្រាស់ហៅទី1គឺអូតូម៉ាទិកបងប្អូនត្រឡប់ទៅជាអ្នកបម្រើរបស់ព្រះហើយការបម្រើរបស់ព្រះនេះគឺមិនមែនទាល់តែធ្វើការនៅក្នុងព្រះវិហារនោះទេនៅក្នុងស្ថាប័នណាក៏ដោយឲ្យតែក្នុងគោលបំណងដើម្បីលើកដំកើងព្រះនៅក្នុងមុខរបរតូចតាចណាក៏ដោយឲ្យតែក្នុងគោលបំណងដើម្បីលើកដំកើងព្រះហើយការត្រាស់ហៅឲ្យបម្រើព្រះបងប្អូនត្រូវចាំថាគឺធ្វើការងារណាមួយដែលព្រះទ្រង់ប្រើការងារណាដែលព្រះទ្រង់ប្រើទើបហៅថាបម្រើព្រះពីព្រោះបើយើងធ្វើការងារដែលព្រះទ្រង់មិនបានប្រើទេគឺមិនអាចថាយើងជាអ្នកបម្រើព្រះបាននោះទេទោះបងប្អូនធ្វើការងារក្នុងស្ថាប័នខាងឯវិញ្ញាណក៏ដោយទោះបងប្អូនកំពុងតែប្រកាសដំណឹងល្អប្រកាសពីព្រះបន្ទូលក៏ដោយឲ្យតែបងប្អូនធ្វើការងារដែលមិនមែនជាអ្វីដែលព្រះប្រើមានន័យថាបងប្អូនមិនមែនបម្រើព្រះនោះទេបងប្អូននឹកចាំអំពីលោកយូណានៅពេលមួយព្រះទ្រង់បង្គាប់លោកយូណាឲ្យទៅផ្សាយដំណឹងល្អនៅក្រុងនីនីវេប៉ុន្តែតើលោកយូណាឆ្លើយតបយ៉ាងដូចម្តេចគឺលោកទៅប្រកាសដំណឹងល្អដែរតែលោកមិនបានទៅប្រកាសដំណឹងល្អនៅទីក្រុងនីនីវេនោះទេគឺលោកទៅប្រកាសដំណឹងល្អនៅទីក្រុងតាសឹសវិញហេតុអីពីព្រោះលោកអត់ចូលចិត្តនីនីវេនោះទេអញ្ចឹងនៅពេលដែលលោកទៅកាន់តាសឹសស្រាប់តែព្រះអង្គបណ្ដាលឲ្យមានព្យុះហើយរហូតដល់គេបោះលោកទម្លាក់ទៅក្នុងទឹកអនុញ្ញាតឲ្យមានត្រីធំលេបលោកដើម្បីទៅទម្លាក់នៅទីក្រុងនីនីវេវិញសួរថាតើលោកយូណាគាត់ទៅកាន់តាសឹសដើម្បីអីលោកទៅកាន់តាសឹសដើម្បីបម្រើព្រះប្រកាសដំណឹងល្អនៅទីក្រុងតាសឹសតើលោកធ្វើល្អទេល្អប៉ុន្តែមិនមែនជាអ្វីដែលព្រះទ្រង់ប្រើទេហើយនៅពេលដែលយើងធ្វើសកម្មភាពណាមួយដែលមិនមែនជាអ្វីដែលព្រះទ្រង់ប្រើគឺវាអូតូម៉ាទិកគឺយើងប្រឆាំងជាមួយព្រះពីព្រោះវារបៀបដូចជាយើងប្រើកូនរបស់យើងឲ្យទៅលាងចានស្រាប់កូនរបស់យើងទៅពោះអស់វិញសួរថាពោះអស់នឹងល្អទេល្អគឺសុទ្ធតែជាកិច្ចការងារនៅក្នុងផ្ទះដូចគ្នាប៉ុន្តែនៅពេលនេះយើងប្រើគាត់ឲ្យទៅលាងចានមិនមែនទៅពោះអស់នោះទេអញ្ចឹងចំណុចទី2នេះលោកអ្នកបងប្អូនចាំបាច់រកឲ្យឃើញថាតើលោកអ្នកបងប្អូនកំពុងបម្រើទៅតាមអ្វីដែលព្រះប្រើឬក៏បងប្អូនកំពុងតែបម្រើទៅតាមអារម្មណ៍ដែលប្រើបងប្អូនពីព្រោះនៅពេលខ្លះយើងគិតថាយើងទៅបម្រើព្រះមែនហើយការងារនោះគឺជាការងារតាក់ទងទៅនឹងខាងវិញ្ញាណពិតមែនប៉ុន្តែយើងទៅដោយសារមនុស្សនៅទីនោះគួរឲ្យស្រឡាញ់យើងចូលចិត្តមនុស្សនៅតំបន់នោះប្រាក់ខែនៅទីនោះបានច្រើនលក្ខខណ្ឌការងារនៅទីនោះល្អបរិយាកាសនៃការរស់នៅទីនោះសមប្រកបនឹងអ្វីដែលយើងចង់បានប៉ុន្តែមិនប្រកាសថាទីនោះព្រះទ្រង់ហៅយើងឲ្យទៅនោះទេដូចនេះចំណុចទី2នេះយើងចាំបាច់រកឲ្យឃើញថាតើព្រះទ្រង់ប្រើយើងឲ្យទៅកាន់កន្លែងហ្នឹងធ្វើការងារមួយហ្នឹងមែនឬក៏អត់មិនថាការងារនោះជាការងារតាក់ទងទៅនឹង
ស្ថាប័នខាងវិញ្ញាណឬក៏ជាក្រុមហ៊ុនជាអង្គការមុខជំនួញឬក៏ជាការងារណាមួយនោះទេសំខាន់យើងទំនាក់ទំនងជាមួយព្រះហើយស្វែងរកឲ្យឃើញថាព្រះទ្រង់ប្រើយើងទៅកន្លែងនោះពិតមែនឬក៏អត់សំណួរទី2ជាសំណួរដ៏សំខាន់ធ្វើម៉េចឲ្យយើងដឹងថាព្រះប្រើយើងឲ្យធ្វើជាគ្រូគង្វាលចំណុចមួយនេះមានគ្រូគង្វាលជាច្រើនកំពុងតែមានការអល់ឯកដោយសារស្ថានភាពនៃភាពជាគ្រូគង្វាលរបស់គាត់កំពុងតែមានភាពចម្រុងចម្រាស់ទាំងការងារចម្រុងចម្រាស់ទាំងផ្នែកសេដ្ឋកិច្ចចម្រុងចម្រាស់ទាំងក្នុងគ្រួសារបាត់បង់ជំនួយលែងមានអ្នកសហការធ្វើឲ្យគាត់ចាប់ផ្ដើមវល់ថាតើព្រះពិតជាហៅគាត់ឲ្យមកធ្វើជាគ្រូគង្វាលមែនឬក៏អត់ហើយយើងនឹងសិក្សាជាមួយគ្នាបន្តទៀតនៅវីដេអូបន្ទាប់សូមអរគុណសូមព្រះយេស៊ូវគ្រីស្ទប្រទានពរ